ប្រជជនរបស់ប្រពុតហ្នឹងហើយព្រះអង្គយកកំណើតនៅចន្លោះមនុស្សអាយុ100ឆ្នាំស្លាប់ទៅដល់100000ឆ្នាំស្លាប់មានន័យថាហ្នឹងហើយមនុស្សនៅចំពោះទ្វីបយើងអាយុខ្ពស់បំផុតមួយអសង្ខ័យមួយមកសេលេខ0 140ខ្ទង់ទាបបំផុត10ឆ្នាំស្លាប់អញ្ចឹងក្រោមណាហ្នឹងហើយតែព្រះអង្គយកកំណើតគឺជ្រើសរើសយកមនុស្សអាយុតិចបំផុត100ឆ្នាំស្លាប់ទៅដល់100000ឆ្នាំស្លាប់មានន័យថាអាយុលើសពី100000ឆ្នាំក៏ព្រះអង្គមិនបដិសេធក្រោម100ក៏អត់បដិសេធដែរតោះនេះកូនហ្នឹងហើយយើងមើលប្រពុតទី1បញ្ជន10000ប្រពុតទី2បញ្ជន20000បញ្ជនប្រពុតទី3បញ្ជន30000ណាបកកុសលធម៌បកោណាកម្មមនុស្សប្រពុតកសបោណាប្រពុតសមណគោតមជ្រើសរើសយកមនុស្សអាយុ100ឆ្នាំស្លាប់តែព្រះអង្គបញ្ជនដល់80ទេដល់ពេលប្រពុតសេអាមេត្រីនឹងត្រាស់ដឹងនៅពេលអនាគតគឺហ្នឹងហើយព្រះអង្គជ្រើសរើសយកមនុស្សអាយុ80000ឆ្នាំស្លាប់ណាអញ្ចឹងហ្នឹងហើយគឺរត់ចន្លោះហ្នឹងហើយប្រពុតភិកច្រើនគឺច្រើននឹងជ្រើសរើសយក100000ឆ្នាំស្លាប់ហ្នឹងហើយមានប្រពុតសមណគោតមប្រពុតទី4ក្នុងផតកັບយើងនេះដែលជ្រើសរើសយកមនុស្សអាយុតិចបំផុតហើយគឺ100ឆ្នាំស្លាប់ហ្នឹងនោះហ្នឹងហើយព្រះអង្គបញ្ជនបាន100គ្រប់ទៀតគឺបានតែ80ទេណាបញ្ចូលប្រតិភិននៅបញ្ជន80ព្រះភាសាណាហ្នឹងហើយអញ្ចឹងឲ្យចាំប៉ុណ្ណឹងណាហ្នឹងហើយសុខចម្រើន